អនុញ្ញាតក្រុមនឹងជំរាបសួរឥឡូវយើងមកជួបនៅព្រឹត្តិការណ៍ពួកដំណើរដល់ចម្លែកយកទុកទៅអស្ចារ្យខ្លាំងណាស់តាមប្រចាំហត្ថការវត្តអង្គចេះសូត្រមុនជាថាដើម្បីចាប់ពោះវេដ៏ធំមួយបានយ៉ាងងាយស្រួលតែម្ដងបាទប្រចាំអត្តការនេះមិនដឹងជាសម្ដែងរឹតបានឲ្យខ្លាំងប៉ុណ្ណាទេយើងតាមដានទាំងអស់គ្នាគិតជាមិនធម្មតាទេដោយប្រចាំអត្តការវត្តមួយអង្គនេះចេះប្រើមុនជាថាដើម្បីចាប់ពោះវេដ៏ធំមួយខាងនេះបានយ៉ាងងាយស្រួលហើយមិនទីច្រើននៅក្នុងបណ្ដាញសង្គមការផ្សព្វផ្សាយមួយបានកើតឡើងនៅពេលយប់ដោយសារតែមានប្រសង់ថៃមួយក្រុមបានទៅជិះនៅពេលដៃចាប់ពោះវេរនាមយៈមួយក្បាលដែលមានប្រវែងជិត4ម៉ែត្រហេតុការណ៍នេះបានធ្វើឲ្យបានកើតឡើងនៅក្នុងវត្តឋានសៈឃុំផាយាយេនស្រុកប៉ាចុងខេត្តនគររាជសីមាយ៉ាងណាមិញបើយោងទៅតាមប្រភពដែលពេញផ្សាយពីលោកតាមចៅអធិការបានធ្វើការលើកឡើងឲ្យដឹងថាក្រោយពីចាប់បានពោះនេះបានហើយពីចៅអធិការបានតាក់ទងទៅខាងភ្នាក់ងារមន្ទីរអភិរក្សសត្វព្រៃហើយឲ្យពួកគេនាំយកពោះនោះទៅបលេងនៅក្នុងព្រៃវិញទៅដោយសារតែពោះលោកបាននេះបានព្យាយាមចូលមកក្នុងវត្តដើម្បីរកចាប់មឿនវត្តទីពេលដែលកូនសិស្សលោកនៅក្នុងវត្តបានឮសំឡេងខែខែក៏នោះគ្នាទៅយកគេធ្វើមកឆ្លងមើលហើយជាសម្ដែងអ្វីស្រាប់តែពេលនោះក៏ប្រទះទៅនៅពោះវេរនាមមួយដ៏ធំក្បាលនេះតែដល់វាគួរគួរបញ្ជាក់ផងដែរថាពោះវេរនាមនេះដែលត្រូវបានចាប់ដោយផ្ទាល់ដៃរបស់ព្រះចៅអធិការវត្តកណ្ដាលហើយនេះហើយបានជាគេប្រកាសនៅក្នុងបណ្ដាញសង្គមមានការផ្សព្វផ្សាយយ៉ាងម៉េចចំពោះសមត្ថភាពមិនធម្មតារបស់ព្រះចៅអធិការវត្តអង្គនេះដោយគេជឿថាលោកតាចៅអធិការវត្តមួយអង្គនេះប្រាកដពីចេះមុនអាធំបង្ក្រាបពោះហើយទើបលោកហ៊ានទៅចាប់ពោះវេមួយនេះដោយគ្មានភ័យខ្លាចអ្វីបន្តិចផងឡើយបាទប្រិយមិត្តគឺពិតជាអស្ចារ្យមែនទែនការចាប់ពោះចាប់ដោយដៃផ្ទាល់ដំណើរមិនមានប្រើឧបករណ៍ស្អីអ្វីទាំងអស់នោះទេតែអរគុណចំពោះការតាមដានព្រឹត្តិការណ៍ធ្វើដ៏មានសង្គមថ្មីពីស្ដាប់អរគុណ